ខ្ញុំសូមចូលរួមអបអរសាទរទិវាមេដាអន្តរជាតិខ្ញុំសូមជូននៅកន្លឹះសុខភាពដើម្បីជូនដល់មេដាទាំងអស់អ្នកម្ដាយទាំងអស់ដែលខំលះបង់កម្លាំងកាយកម្លាំងចិត្តដើម្បីកូនទាំងអស់គ្នាឲ្យមានសុខភាពល្អកន្លឹះសុខភាពទី1សូមអ្នកម្ដាយទាំងអស់ចូលរួមការពិនិត្យសុខភាពជារៀងរាល់ឆ្នាំជាប្រចាំឆ្នាំតែម្ដងការពិនិត្យសុខភាពទាំងអស់នោះមានដូចជាការពិនិត្យឈាមការពិនិត្យទឹកនោមការពិនិត្យលាមកជាទូទៅជាពិសេសក៏កុំភ្លេចដែរយើងត្រូវពិនិត្យមេរោគ HPV ដែលនៅនឹងមាត់ស្បូនរបស់មេដាទាំងអស់ចាប់ពីអាយុ21ឆ្នាំស្ត្រីទាំងអស់ដែលចាប់ពីអាយុ21ឆ្នាំឡើងទៅឬមួយក៏ស្ត្រីដែលបានរួមភេទរួចហើយធ្លាប់ចាក់ឬមិនបានចាក់វ៉ាក់សាំងការពារគឺត្រូវតែពិនិត្យមើលមេរោគ HPV នៅមាត់ស្បូនទី2ចំពោះស្ត្រីទាំងអស់ដែលមានអាយុចាប់ពី40ឆ្នាំឡើងទៅត្រូវតែធ្វើការពិនិត្យ mammogram គេហៅថាថតសូដនណាបងប្អូនបើអញ្ចឹងទេឬមួយក៏យើងធ្វើការពិនិត្យស្ទាបទៅលើសូដនទាំងសងខាងជារៀងរាល់ខែបាទហ្នឹងគឺជាការពិនិត្យសុខភាពទូទៅរបស់អ្នកម្ដាយឬមួយក៏ស្ត្រីទាំងអស់នៅក្នុងពិភពលោកទី2គឺយើងធ្វើតាក់ទងជាមួយនឹងអាហារូបត្ថម្ភអាហាររបស់ស្ត្រីត្រូវតែមានអាហារសំខាន់ចម្បងដែលមានសារជាតិកាល់ស្យូមខ្ពស់ហើយនិងវីតាមីន D ខ្ពស់ហើយនឹងក្រៅពីហ្នឹងគឺអាហារធម្មតារបស់យើងទាំង3ប្រភេទហ្នឹងគឺអាហារធម្មពលអាហារសាងសង់ជាដើមអញ្ចឹងមានប្រូតេអ៊ីនមានសាច់មានសុទ្ធមានបន្លែផ្លែឈើជាដើមដែលអ្នកម្ដាយឬមាតាទាំងអស់ត្រូវតែធ្វើការហូបចុកបាទទន្ទឹមហ្នឹងក៏ត្រូវហូបទឹកឲ្យបាន2លីត្រទៅ3លីត្រនៅក្នុងមួយថ្ងៃបើសិនជាអ្នកដែលបែកញើសខ្លាំងបាទបន្ទាប់មកគឺការធ្វើលំហាត់ប្រាណឬមួយក៏ការបញ្ចេញសកម្មភាពជារៀងរាល់ថ្ងៃឲ្យបានយ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃយើងគិតថាការសម្រកទម្ងន់ឬមួយក៏ការបញ្ចេញជាតិខ្លាញ់ធម្មពលនោះត្រូវតែធ្វើលំហាត់ប្រាណឲ្យបានយូរឬមួយក៏ត្រូវរត់ត្រូវអីជាដើមតែតាមពិតទៅគឺការដើរតែ30នាទីក្នុងមួយថ្ងៃអាចជួយនៅក្នុងការសម្រកទម្ងន់បានយ៉ាងមានសុខភាពបើសិនតាមការសិក្សាស្រាវជ្រាវថ្មីនេះរបស់អ្នកវិទ្យាសាស្ត្រទី3គឺតាក់ទងជាមួយនឹងសុខភាពផ្លូវចិត្តរបស់ស្ត្រីជាពិសេសស្ត្រីដែលក្រោយសម្រាលកូនគឺមានលក្ខណៈសំខាន់ហើយនៅពិសេសដូច្នេះសូមធ្វើការគ្រប់គ្រងសូមឲ្យក្រុមគ្រួសារធ្វើការគ្រប់គ្រងពួកគាត់ឲ្យបានហ្មត់ចត់ជាទីបំផុតការតមអាហារក្រោយការសម្រាលគឺជាកត្តាមួយដែលអាចធ្វើឲ្យស្ត្រីងាយនឹងប្រឈមនឹងជំងឺធ្លាក់ទឹកចិត្តបាក់ទឹកចិត្តក្រោយការសម្រាលទី2គឺការសម្រាកឲ្យបានគ្រប់គ្រាន់គឺពីចន្លោះពី8ទៅ10ម៉ោងក្នុងមួយថ្ងៃដើម្បីកាត់បន្ថយបញ្ហាជំងឺផ្លូវចិត្តរបស់ស្ត្រីទី5គឺតាក់ទងជាមួយនឹងសុខភាពបន្តពូជសូមស្ត្រីធ្វើការបត់ជើងតូចក្រោយពេលមានការរួមភេទទី1ទី2ត្រូវធ្វើលំហាត់ប្រាណផ្នែកខាងក្រោមគេហៅថា Kegel exercise ដើម្បីបន្ថែមសាច់ដុំនិងកាត់បន្ថយបញ្ហាស្បូនស្រុតនៅពេលដែលគាត់មានអាយុកាន់តែច្រើនមួយក៏សម្រាលកូនច្រើនអញ្ចឹងទៅបាទឬមួយក៏ស្ត្រីសម្រាលកូនអញ្ចឹងត្រូវតែធ្វើ Kegel exercise ហើយនឹងចុងបញ្ចប់គឺការចាក់វ៉ាក់សាំងការពារគឺអាចវ៉ាក់សាំងប្រចាំឆ្នាំហើយនិងវ៉ាក់សាំងដែលមួយជីវិតវ៉ាក់សាំងប្រចាំឆ្នាំមានដូចជាវ៉ាក់សាំងផ្ដាសាយវ៉ាក់សាំងកូវីដជាដើមហើយវ៉ាក់សាំងមួយជីវិតគឺសម្រាប់កុមារឬស្ត្រីដែលមានអាយុពី9ឆ្នាំឡើងទៅកុំភ្លេចចាក់វ៉ាក់សាំងការពារមាត់ស្បូនវ៉ាក់សាំងរលាកសួតវ៉ាក់សាំងរលាកថ្លើមប្រភេទ A ប្រភេទ B ក៏ដូចជាវ៉ាក់សាំងការពារជំងឺរើមចំណុចទាំងអស់នេះគឺជាគន្លឹះសំខាន់សម្រាប់ជូនទៅដល់មាតាក៏ដូចជាស្ត្រីទាំងអស់ដែលជាម្ដាយរបស់យើងទាំងអស់គ្នាបាទសូមអរគុណសូមគោរពលាបាទវីដេអូសូមចប់តែប៉ុណ្្នឹងដោយសារតែពេលវេលាខ្លីយើងអាចធ្វើការបកស្រាយក៏ដូចជាថែមព័ត៌មានលម្អិតបន្ថែមគ្រប់ជ្រុងជ្រោយនោះទេអញ្ចឹងបើសិនជាអ្នកម៉ាក់ទាំងអស់មានសំណួរអាចតម្លាក់នៅក្នុង comment ខ្ញុំនឹងព្យាយាមឆ្លើយជូនបាទ